គេថាកីឡាមានស្នូលសំខាន់3បាទសំខាន់3ទី1គឺយើងមានគណៈកម្មការជាស្នូលទី1ដែលរៀបចំទី2គឺការចូលរួមបាទពីកីឡាករនេះហើយចំណុះទុកទាំងអស់ទី3គឺអីដៃគូឧបត្ថម្ភគ្រប់គ្រងអញ្ចឹងឥឡូវយើងបន្តទស្សនាកុំឲ្យខាតពេលកុំឲ្យបងប្អូនធុញទ្រាន់ទូកវែងរបស់យើងបានចេញដំណើរមកហើយទី1វិសុទ្ធគង្គីនិវាសែនជ័យបារមីវត្តទឹកថ្លាបាទមកពីសែនសុខរាជធានីភ្នំពេញនៅខ្សែទឹកខាងក្នុងចិន្តាមនីមហាបវរធិបតីបាទមកពីជ័យធំខ្សាច់កដាលឥឡូវយើងឃើញថាការផ្គូកងដូចខ្ញុំបានជម្រាបជូនអញ្ចឹងណាម្សិលមិញពួកគាត់ធ្វើមិនបានល្អទាំងពីរជើងតែមកប៉ះគ្នានេះគឺល្អមើលបាទប្រហាក់ប្រហែលគ្នាល្អណាស់ទៅរវេលាអញ្ចឹងយើងឃើញថាមកព្រមគ្នាឯកស្ថានខាងក្នុងគឺពណ៌ផ្ទៃមេឃចុងចង្វាពណ៌សនោះគឺវិសុទ្ធគង្គីនិវាសែនជ័យបារមីវត្តទឹកថ្លាចំណែកខ្សែទឹកខាងក្រៅឯកស្ថានពណ៌បៃតងចុងចង្វាពណ៌សជាមួយនឹងសកម្មភាពនៃការចាក់យោងរបស់ចំណុះទូកគឺជាចិន្តាមនីមហាបវរធិបតីបាទជ័យធំខ្សាច់កដាលមានព្រៀបបន្តិចបន្តួចចិន្តាមនីចំណែកឯខ្សែទឹកខាងក្នុងមិនហើយវិសុទ្ធគង្គីនិវានេះមកឆ្ងាយទេមកតាំងពីសែនសុកមកតាំងពីសែនសុកបាទរាជធានីភ្នំពេញខ្សែទឹកក្រៅដូចជាដកឲ្យតែខ្សែទឹកក្នុងបាទមកលេងគ្នាតែនៅមុខវេទិកាកិច្ចយោប្រាក់ពន្លានឹងតែម្ដងបាទអត់តន់ទេមើលទៅបានណាបាទដល់ចំណុចនេះចំណុះច្រើនតែខុសគ្នាតែមិនតិចលបឿនអូយគាត់ចាក់រឹតតែថែបលបឿននោះខាងក្រៅអូហូទុកក្រៅនេះគឺចិន្តាមនីមហាបវរធិបតីពូលាស់ជ្រៃធំខ្សាច់កដាលបាទជើងទី1នេះគឺគាត់បានទទួលជ័យជំនះទៅលើវិសុទ្ធគង្គីនិវាសែនជ័យបារមីវត្តទឹកថ្លាដែលមកពីខណ្ឌសែនសុខរាជធានីភ្នំពេញហើយក៏អរគុណដែរដល់អាយដាមមហេមសវ័តនិងលោកជំទាវបានឧបត្ថម្ភទឹកសុទ្ធ200យូដល់គណៈកម្មការរៀបចំក៏ដូចជាតវិការ2លានរៀលដល់យើងខ្ញុំបាទសូមថ្លែងអំណរគុណឥឡូវយើងបន្តទស្សនាគូវែងរបស់យើងបានធ្វើដំណើរមកហើយបាទគូទី1បដូរខ្សែទឹកចិន្តាមនីមហាបវរធិបតីខ្សែទឹកខាងក្នុងមកវិជ័យធំបាទខ្សាច់កដាលចំណែកខ្សែទឹកខាងក្នុងខាងក្រៅវិសុទ្ធគង្គីនិវាសែនជ័យបារមីវត្តទឹកថ្លាបាទអរគុណណាស់បាទគុណម្ចាស់បាទឥឡូវមកទៀតហើយសមអីបាទឃើញបាទទូកបានមកហើយល្អណាស់ណែប្រហាក់ប្រហែលគ្នាចំណែកជើងទី1គឺខ្សែទឹកខាងក្រៅនោះចិន្តាមនីក៏ទទួលបានជាជំនះឥឡូវបដូរមកក្នុងវិញបាទបដូរមកក្នុងតើលទ្ធផលឬយ៉ាងណាបាទយើងរងចាំមើលតើបដូរអត់បាទបដូរឬមិនបដូរបាទប្រហែលគ្នាទេចិន្តាមនីនៅខាងក្នុងណាបាទវិសុទ្ធគង្គីនិវាសែនជ័យបារមីទឹកថ្លានៅខាងក្រៅមកលេងគ្នាដកបាត់ហើយចិន្តាមនីមហាបវរធិបតីបាទដកតតែចង់ហើយឥឡូវដល់ពាក់កណ្ដាលទូកបាទទទួលបានជើងមួយនេះ